សុស្ដីជួបខ្ញុំសាកូរ៉ាសូសាគីមកសម្រាយរឿងប្រញ្ញាទានទីក្រុងបញ្ជាក់គឺរឿងនឹងមានកន្លែងខ្លះគួរឲ្យខ្លាចអញ្ចឹងក្មេងៗមិនគួរមើលតែខ្លាចភ័យខ្លាចអញ្ចឹងយើងកុំសំតប៉ាយើងចូលទៅសាច់រឿងទាំងអស់គ្នាផ្ដើមនៅសាច់រឿងទូប្រក៏បាននិយាយថាឈ្មោះរបស់ខ្ញុំគឺយូអានសែនហេនស៊ីខ្ញុំបានចូលមកក្នុងពិភពលោកនេះនៅថ្ងៃដំបូងដែលបានរស់នៅរាប់ចុះក្នុងរយៈពេល30ថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំក្តីសង្ឃឹមតែមួយគត់សម្រាប់ការរស់រានមានជីវិតគឺសៀវភៅរឿងព្រេងនិទានទីក្រុងនេះសៀវភៅកំណត់ជីវិត30ថ្ងៃហើយពេលនោះយូអានក៏បានបិទសៀវភៅហើយសៀវភៅក៏បញ្ចេញថាមពលពិឃាតយ៉ាងខ្លាំងក្លាហើយទូប្រុសក៏បាននិយាយបន្តរាល់រឿងព្រេងនិទានទីក្រុងដែលខ្ញុំសរសេរក្នុងសៀវភៅកត់ត្រារបស់ខ្ញុំនឹងក្លាយជាការពិតនៅពេលដែលមនុស្សមានបាបត្រូវបានដាក់ទោសដោយបិសាចទីក្រុងនៃបង្កើតរបស់ខ្ញុំជីវិតរបស់ខ្ញុំទៅអាចបន្តបានពេលនោះសាច់រឿងបានឃើញគ្រួសារមួយកំពុងប្រហែលអំពើហិង្សាហើយទូប្រុសក៏បាននិយាយបន្តប៉ុន្តែពិភពលោកកំពុងស្ថិតក្នុងវិបត្តិមានសត្វចម្លែកដែលមិនស្គាល់ច្រើនទៀតនៅទីនោះបំផ្លាញមនុស្សជាតិមធ្យោបាយតែមួយគត់គឺត្រូវប្រយុទ្ធជាមួយបិសាចដើម្បីបញ្ឈប់ការបំផ្លាញពិភពលោកមួយនេះឆាប់នេះបិសាចកំពុងមករកអ្នកក្នុងចំពោះរឿងថ្មីតើអ្នកត្រៀមខ្លួនហើយឬនៅពេលនោះសាច់រឿងក៏បានបង្ហាញឲ្យឃើញនៅបន្ទប់សួរចម្លើយការិយាល័យសន្តិសុខសាធារណៈទីក្រុងជីងអានហើយពេលនោះយើងក៏បានឃើញបរិមម្នាក់គឺពិតភ័យខ្លាំងមែនទែនហើយនារីម្នាក់ក៏បានបើកទ្វារហើយនិយាយថាលោកសែនហុងជីនាងមានឈ្មោះថាស៊ូជីងមន្ត្រីថ្នាក់ទី1នៃនាយកដ្ឋានសន្តិសុខសាធារណៈទីក្រុងជីងអានហើយបុរសនោះមើលទៅកាន់នាងឡើងផិតភ័យហើយស្រែកទៅកាន់យូជីងថាបិទទ្វារឲ្យលឿនហើយនាងក៏បាននិយាយថាមិនអីទេខ្ញុំបិទទ្វារហើយស៊ូជីងក៏បានស៊ូទៅបុរសនោះថាឥឡូវលោកអាចប្រាប់ខ្ញុំបានតើមានអ្វីកើតឡើងហើយបុរសនោះនិយាយនាងនឹងមិនជឿទេទោះបីជាខ្ញុំប្រាប់ក៏ដោយស៊ូជីងស្រែកខ្លាំងថាកុំព្យាយាមលេងល្បិចដើម្បីគេចពីការទទួលទោសព្រមត្តនពេលនោះស៊ូជីងបាក់លើកទូរស័ព្ទហើយបើកវីដេអូឲ្យបរិនោះមើលហើយនិយាយទាំងខឹងថាតើលោកបានគិតអំពីអ្វីដែលធ្វើជាមួយគ្រួសាររបស់លោកទេហើយគាត់មើលឡើងផិតភ័យហើយគាត់និយាយបន្តថានៅពីក្រោយនាងក៏ឆ្ងល់ហើយក៏ក្រឡេកទៅមើលក្រោយហើយនាងមិនបានឃើញអ្វីនោះទេនាងក៏បាននិយាយថាគ្មានអ្វីទេពេលនោះយងក៏បានឃើញកៅភ្នែកក្រហមឆ្អិនឆ្អៅមួយហើយស៊ូជីងនិយាយទៅកាន់បរិនោះថាលោកសែនហុងជីខ្ញុំណែនាំលោកកុំលេងល្បិចពេលនោះមនុស្សប្រុសម្នាក់នោះនិយាយថាទេហើយយងក៏បានឃើញកៅភ្នែកដ៏ក្រហមឆ្អិនឆ្អៅនៅពេញបន្ទប់សួរចម្លើយពេលនោះយើងក៏បានឃើញអ្វីមួយដែលសិតតែកែវភ្នែកលៀនចេញពីមាត់ផងពីភ្នែកផងហើយបុរសនោះនិយាយថាកុំចូលមកគេនិយាយទាំងផិតភ័យហើយគេក៏បានយកដៃលូកចូលក្នុងមាត់ខ្លួនឯងហើយនិយាយថាបញ្ឈប់វាហើយពេលនោះស៊ូជីងក៏និយាយថាតើលោកកំពុងធ្វើអ្វីស៊ូជីងក៏ស្រែកថាសុំជំនួយហើយរឿងរបស់យើងភាគ1ក៏បានចប់